Lorina នឹងលោកសេរីមបញ្ហាសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលនេះគឺនៅតែមានការតាមដានពីសំណាក់ពិភពលោកខណៈដែលមកដល់ពេលនេះឃើញថាសញ្ញានៃការថមថយមិនទាន់ឃើញមានហើយបន្ថែមលើនោះអ្វីដែលជាការកត់សម្គាល់មេដឹកនាំរបស់អ៊ីស្រាអែលលោក Benjamin Netanyahu ថែមទាំងពមៀននៅក្នុងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ថែមទៀតផងផ្ដើមសំណួរដំបូងទៅកាន់លោករីណាលោកណាថាតើការពមៀនពីសំណាក់អ៊ីស្រាអែលដែលឈានទៅដល់ការសម្លាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់នេះបើសិនជាអ៊ីស្រាអែលធ្វើមែនថាតើវានឹងមានរឿងអ្វីកើតឡើងហើយអាមេរិកនឹងអនុញ្ញាតឲ្យអ៊ីស្រាអែលធ្វើដែរទេខណៈដែលកន្លងទៅនេះអាមេរិកមិនគាំទ្រចំពោះគោលបំណងនេះនោះទេបាទនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដោយបានប្រកាសពីការជំរុញឲ្យសម្រេចគោលដៅយោធាដែលហៅថាជោគជ័យលុបបំបាត់ការគំរាមកំហែងដល់នុយក្លេអ៊ែរការបង្ខំចិត្តរបស់អ៊ីស្រាអែលដើម្បីធានាវត្តមានអ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈមបូព៌ាហើយត្រូវលុបបំបាត់ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់នេះគឺអ៊ីស្រាអែលបានវាយប្រហារដោយបានសម្លាប់មេដឹកនាំយោធាជាន់ខ្ពស់ជាច្រើនអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរហ្នឹងក៏ច្រើនមេបញ្ជាការនៃអង្គភាពឆ្មាំបដិវត្តក៏ច្រើនដែរនៅថ្ងៃនេះក៏ប្រកាសថាបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់នៅក្នុងឆ្មាំបដិវត្តអ៊ីរ៉ង់នឹងដែរប៉ុន្តែអ្វីដែលលោក Benjamin Netanyahu បានលើកឡើងពីចេតនាពិតប្រាកដក្នុងការចង់សម្លាប់ចង់ធ្វើឃាតមេដឹកនាំកម្ពុជាអ៊ីរ៉ង់អាយ៉ាតូឡា អាលី ខាមីនីនេះគឺលោកបានលើកឡើងថាដើម្បីឲ្យបញ្ចប់របបគ្រប់គ្រងនៅក្នុងទីក្រុងតេហេរ៉ង់ជាពិសេសគឺថាបញ្ចប់ការវាយប្រហារដោយមីស៊ីលនានាពីអ៊ីរ៉ង់ស្រោចមកលើអ៊ីស្រាអែលដែលអ៊ីស្រាអែលបានស្ទាក់ចាប់ប្រមាណ5ថ្ងៃហើយមកដល់ថ្ងៃនេះគឺមានតែបញ្ចប់ជីវិតលោកអាយ៉ាតូឡា អាលី ខាមីនីនេះទេទើបអាចបញ្ចប់ការវាយប្រហារនោះបានដោយសាររយៈកាលចុងចាប់តាំងពីដើមវាយប្រហារពីប្រទេសអ៊ីរ៉ង់គឺអ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំងប្រមាណ200គ្រឿងក្នុងការវាយស្រោចទៅលើទីតាំងយោធាទីតាំងនុយក្លេអ៊ែរនានាដោយរួមទាំងហេដ្ឋារចនាសម្ព័ន្ធធម្មពលមានប្រេងនិងឧស្ម័នជាដើមប៉ុន្តែការវាយប្រហារតពីអ៊ីរ៉ង់ដោយយុទ្ធសាស្ត្របាញ់ចម្រុះអាវុធអាកាសមានទាំងដ្រូនមីស៊ីលបាឡីស្ទិកមីស៊ីលតម្រង់គោលដៅដែលបំភាន់ធ្វើឲ្យមានការពិបាកក្នុងការស្ទាក់ចាប់ពីសំណាក់អ៊ីស្រាអែលហើយការវាយប្រហារពីអ៊ីរ៉ង់មករលកទៅមករលកគឺកាន់តែមានសភាពខ្លាំងក្លាដោយដាក់គោលដៅសំខាន់លើទីក្រុងតេហេរ៉ង់ភាគកណ្ដាលមានប៉ែកខាងត្បូងនិងភាគខាងជើងរហូតដល់ព្រឹកមិញនេះគឺមានរបាយការណ៍បញ្ជាក់ពីនៅសេរូសាឡឹមថែមទៀតនេះគឺជាផែនការថ្មីដែលលោកBenjamin Netanyahu បានប្រកាសថាអាចនឹងឈានទៅរកការធ្វើឃាតប៉ុន្តែលោកដូណាល់ត្រាំកាលពីម្សិលមិញក៏បានច្រានចោលនៅផែនការនេះដែរថានឹងធ្វើឲ្យមានការច្បុកច្បល់គឺលោកបានមើលឃើញថាអ៊ីស្រាអែលអាចនឹងមិនបញ្ចប់ប្រតិបត្តិការសឹកទៅលើអ៊ីរ៉ង់ឆាប់ទេប៉ុន្តែលោកបានបដិសេធម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងផែនការរបស់អ៊ីស្រាអែលដែលថានឹងធ្វើឃាតលោកអាយ៉ាតូឡា អាលី ខាមីនីគេបារម្ភមួយទៀតពិតមែនថាការសិក្សាការស្រាវជ្រាវជាច្រើនការស្ទាបស្ទង់ពីសន្ទុះពលរដ្ឋអ៊ីរ៉ង់ពិតមែនថាកន្លងមកឬច្រើនទសវត្សរ៍មកហើយមិនពេញចិត្តនឹងការដឹកនាំក៏ដោយប៉ុន្តែពេលនេះអារម្មណ៍ពលរដ្ឋអ៊ីរ៉ង់ហាក់ដូចជាកើនឡើងវិញទាក់ទងទៅនឹងការប្រឆាំងអ៊ីស្រាអែលក្នុងការចាត់វិធានការនានាពាក់ព័ន្ធនឹងការវាយប្រហារនិងការធ្វើឃាតលើមេដឹកនាំកម្ពុជារបស់ខ្លួនវាអាចរុញឲ្យមានភាពចលាចលនឹងការធ្វើសកម្មភាពផ្សេងដែលជាការបង្កអស្ថិរភាពនិងប្រជាពលរដ្ឋដែលមិនមែនជាជនជាតិអ៊ីរ៉ង់តែជាអ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងតំបន់មជ្ឈមបូព៌ាដែលអាចពុះកជ្រុលក្រោកឈរឡើងប្រឆាំងនឹងអ៊ីស្រាអែលកាន់តែច្រើនចំណុចនេះហើយបានជាសហរដ្ឋអាមេរិកហាមឃាត់ម្ដងហើយម្ដងទៀតមិនអនុញ្ញាតឲ្យអ៊ីស្រាអែលធ្វើកិច្ចការនេះទេម្យ៉ាងទៀតលោក Benjamin Netanyahu នៅតែថាជំរើសនេះគឺមិនទាន់ច្រានចោលនៅឡើយទេដោយលោកមើលទៅសកម្មភាពនានាពីអ៊ីរ៉ង់ហាក់ដូចជានៅតែពុះកញ្ជ្រោលខ្លាំងក្នុងការវាយបកមកលើអ៊ីស្រាអែលជាបន្តបន្ទាប់ដូច្នេះពាក់ព័ន្ធនឹងផែនការធ្វើឃាតនេះត្រូវបានសហរដ្ឋអាមេរិកច្រានចោលហើយប៉ុន្តែខាងអ៊ីស្រាអែលសូម្បីតែអ្នកនាំពាក្យយោធាក៏លើកឡើងថាមិនច្រានចោលពីផែនការនៃការលបធ្វើឃាតមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់អាយ៉ាតូឡា អាលី ខាមីនីនេះទេបាទពាក់ព័ន្ធជាមួយនឹងបញ្ហានេះដែរយើងឃើញថាក៏មានការជំរុញសម្រាប់បទឈប់បាញ់ដែរថាតើសហរដ្ឋអាមេរិកអាច
ជំរុញឲ្យភាគីទាំងពីរឈានទៅដល់បទឈប់បាញ់ដែរឬទេស្របពេលដែលអាមេរិកជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលហើយក៏កំពុងស្ថិតក្នុងដំណើរការចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដែរនោះឬក៏អាចថាមានពីភាគីណាផ្សេងទៀតដែលអាចជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងសម្រាប់ប្រទេសទាំងពីរនោះលោកសេរីបាទចំពោះការបន្ធូរបន្ថយភាពតានតឹងនេះប្រទេសស្ទើរតែទាំងអស់នៅក្នុងតំបន់មជ្ឈមបូព៌ាហ្នឹងគឺអត់ចង់ឲ្យមានចំនួនរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នឹងកើតឡើងទេដោយសារតែសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នេះក៏វាអាចទាញប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈមបូព៌ាឲ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមដែរហើយសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នេះអាចអូសបន្លាយអស់រយៈពេលយូរប្រទេសអារ៉ាប៊ីសាអូឌីតកាតានិងអូម៉ង់កំពុងតែព្យាយាមខ្វាត់ខ្វែងក្នុងការទូរស័ព្ទទៅកាន់ភាគីអ៊ីស្រាអែលផងទៅកាន់ភាគីអ៊ីរ៉ង់ផងដើម្បីទាញភាគីទាំងពីរនេះឲ្យចូលតុចរចាក្នុងដំណើរការអនុវត្តបង្កើតឲ្យមានបទឈប់បាញ់មួយទោះបីជាមិនអាចថាបញ្ចប់អរិភាពនឹងគ្នារយៈពេលយូរក៏ដោយក៏បកឲ្យមានបទឈប់បាញ់រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលដែរដែលក្នុងនោះការឆ្លើយតបមកវិញខាងភាគីអ៊ីស្រាអែលថាក្នុងរយៈពេលវាយប្រហារសងសឹកគ្នារវាងអ៊ីរ៉ង់អ៊ីស្រាអែលនេះវាមានរយៈពេលខ្លីពេកដូច្នេះបើនិយាយពីបទឈប់បាញ់គឺអ៊ីស្រាអែលមិនទាំងទាន់គិតអំពីបទឈប់បាញ់ផងទេខណៈដែលនៅពេលបច្ចុប្បន្ននេះភាគីអ៊ីស្រាអែលបដិញ្ញាធ្វើយ៉ាងណាវាយប្រហារអ៊ីរ៉ង់ឲ្យទៅជាប្រទេសកំសោយមួយនៅក្នុងតំបន់មជ្ឈមបូព៌ាហើយបើទោះបីជាអ៊ីរ៉ង់មានមហិច្ឆតាផលិតអាវុធមហាបល្ល័យក៏គោលបំណងនិងមហិច្ឆតារបស់ប្រទេសអ៊ីរ៉ង់នេះស្ថិតនៅឆ្ងាយដោយសារតែអ៊ីស្រាអែលបដិញ្ញាចិត្តវាយប្រហារកំទេចហេតុថារណៃសម្ព័ន្ធទាំងស្រុងនៃកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដោយឡែកខាងប្រទេសអ៊ីរ៉ង់វិញក៏ឆ្លើយតបមកហាក់ដូចជាប្រហាក់ប្រហែលគ្នាដែរដោយអ៊ីរ៉ង់បញ្ជាក់ថាខ្លួនមិនចង់ជួបចរចាជាមួយនឹងភាគីអ៊ីស្រាអែលទេដោយទាមទារឲ្យប្រទេសអូម៉ង់ឲ្យកាតាអារ៉ាប៊ីសាអូឌីតដែលធ្វើខ្លួនជាអន្តរការីនោះស្នើសុំទៅសហរដ្ឋអាមេរិកនឹងឲ្យដាក់សម្ពាធលើអ៊ីស្រាអែលវិញក្នុងការទទួលយកបទឈប់បាញ់អញ្ចឹងអ៊ីរ៉ង់មិននិយាយគ្នាដោយផ្ទាល់ទេហើយអ៊ីរ៉ង់គិតថាសហរដ្ឋអាមេរិកជាបងធំរបស់អ៊ីស្រាអែលដូច្នេះអ៊ីរ៉ង់ឲ្យប្រទេសកាតាអារ៉ាប៊ីសាអូឌីតនិងអូម៉ង់នឹងនិយាយទៅកាន់សហរដ្ឋអាមេរិកទៅថាឲ្យអ៊ីស្រាអែលអនុវត្តបទឈប់បាញ់ទៅវាមានប្រសិទ្ធភាពជាងដោយអ៊ីរ៉ង់មិនជួបចរចាដោយផ្ទាល់ទេហើយម្យ៉ាងទៀតអ៊ីរ៉ង់ក៏បង្ហើបដែរថាប្រសិនបើមានបទឈប់បាញ់រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលនេះនោះកិច្ចចរចាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នៅពេលខាងមុខនេះអាចនឹងចាប់ផ្ដើមឡើងវិញដោយសារតែជំនួបចរចាលើកទី6ដែលគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យសប្តាហ៍មុននេះគឺបានរលាយសាបសូន្យដោយសារតែខាងភាគីអ៊ីរ៉ង់មិនទៅចូលរួមក្នុងកិច្ចចរចាកម្មវិធីនុយក្លេអ៊ែរជុំទី6ជាមួយនឹងសហរដ្ឋអាមេរិកដោយសារតែអ៊ីស្រាអែលចាប់ផ្ដើមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រដូច្នេះថ្ងៃសៅរ៍ថ្ងៃអាទិត្យវាជាពេលវេលារបស់ប្រទេសអ៊ីរ៉ង់ក្នុងការវាយបកទៅលើខាងប្រទេសអ៊ីស្រាអែលវិញអញ្ចឹងខាងភាគីអ៊ីរ៉ង់មិនបានទៅចូលជួបចរចាទេនិយាយជារួមប្រទេសនានានៅក្នុងតំបន់មជ្ឈមបូព៌ារួមទាំងនៅលើពិភពលោកផងទៀតមិនចង់ឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែលវាយប្រហារគ្នាបន្តទៀតទេបានហើយក្នុងនោះមានប្រទេស3អារ៉ាប៊ីសាអូឌីតកាតានិងអូម៉ង់កំពុងតែសម្របសម្រួលអ៊ីស្រាអែលនិងអ៊ីរ៉ង់តាមរយៈការទូរស័ព្ទទៅខាងភាគីទាំងពីរដោយផ្ទាល់ដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់មួយប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ជំហរនៅពេលបច្ចុប្បន្ននេះទាំងអ៊ីរ៉ង់និងអ៊ីស្រាអែលហាក់ដូចជាមិនទាន់ចូលចិត្តគ្នានៅឡើយទេបាទតើតាមសញ្ញានេះគេអាចមើលឃើញសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលនេះអាចអូសបន្លាយពេលកម្រិតណាដែរលោកអេរីណាបាទតាមការគ្រោងទុកលោកប៊ែនចាមីន នេតានយ៉ាហ៊ូនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃសុក្រសប្តាហ៍មុនក្រោយពេលដែលមានការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នៅពេលព្រឹកព្រហឹមហ្នឹងលោកបានលើកឡើងថាសង្គ្រាមនេះអាចអូសបន្លាយរយៈពេល2សប្តាហ៍យ៉ាងតិចដែលតាមការគ្រោងទុកនៃបេសកកម្មឬហៅថាយុទ្ធនាការកំទេចហេដ្ឋារចនាសម្ព័ន្ធ
នុយក្លែរបស់ប្រទេសអ៊ីរ៉ង់ជាពិសេសគឺរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ុមប៉ុន្តែមកដល់ពេលនេះគេរកមើលឃើញតម្រុយនៃការឈានទៅរកការបញ្ចប់ត្រឹមរយៈពេល2សប្តាហ៍មិនទាន់បានទេប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហាក់ដកខ្លួនថយឆ្ងាយពីការចូលរួមក្នុងការបញ្ចប់សង្គ្រាមនេះដោយលោកបានលើកឡើងថាលោកក៏អាចធ្វើត្រឹមតែប្រហែលឥណ្ឌានិងប៉ាគីស្ថានដែរដោយជំរុញឲ្យភាគីទាំងពីរស្វែងរកបទជបាញ់ធ្វើប៉ុណ្ណឹងបានសង្គ្រាមវានឹងចប់ហើយនេះគឺជាការលើកឡើងរបស់លោក Donald Trump ហើយម្យ៉ាងវិញទៀតបើខាងក្រមប្រទេស G7 គឺបានចេញសេចក្តីថ្លែងការណ៍រួមហើយថាអ៊ីរ៉ង់ដាច់ខាតមិនត្រូវមានអាវុធនុយក្លេអ៊ែរទេតែយ៉ាងណាក៏ដោយភាគីទាំងពីរគួរតែចូលតុចរចាដើម្បីបញ្ចប់សង្គ្រាមការប្រយុទ្ធគ្នាបែបនេះវាមិនអាចឈានឆ្ពោះទៅរកសន្តិភាពឬការបញ្ចប់សង្គ្រាមបានទេហើយលោក Emmanuel Macron ប្រធានាធិបតីបារាំងបាននិយាយថាលោកសង្ឃឹមថាលោក Donald Trump នឹងស្វែងជំរុញឲ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់ហ្នឹងគឺថាស្វែងរកតុចរចាបានប៉ុន្តែបើតាមការធ្វើអត្ថាធិប្បាយរបស់អ្នកព័ត៌មានម្នាក់ដែលធ្វើដំណើរជាមួយលោក Donald Trump ចេញពីប្រទេសកាណាដាត្រឡប់មកសហរដ្ឋអាមេរិកហ្នឹងគឺលោក Donald Trump បាននិយាយថាលោកអាចនឹងបញ្ជូនប្រេសិតពិសេសលោក Steve Witkoff ហ្នឹងឬក៏អនុប្រធានាធិបតី JD Vance ទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ដើម្បីឲ្យដឹងច្បាស់ពីចំណុចចង់បានហើយអាចឈានទៅរកការចរចាបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ហើយក៏ជាមធ្យោបាយមួយទៀតដែលជាការបើកផ្លូវសម្រាប់ការចរចាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដែរប៉ុន្តែក្រុមអ្នកវិភាគបានមើលឃើញឆ្ងាយពីនេះត្រង់ថាបេសកកម្មរបស់អ៊ីស្រាអែលអាចមិនត្រឹម2សប្តាហ៍ឬអាចរយៈពេលវែងដោយសារផែនការនៃការលុបបំបាត់ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់តាក់ទងនឹងអាវុធនុយក្លេអ៊ែរនេះគឺពីនៅឆ្ងាយទី1គឺទោះបីជាហេដ្ឋារចនាសម្ព័ន្ធទាំងអស់ស្ទើរតែខ្ទេចទៅហើយពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរប៉ុន្តែអ៊ីរ៉ង់នៅមានចំណេះធ្វើពិតប្រាកដមានន័យថាអាចធ្វើបានហើយអញ្ចឹងវិទ្យាស្ថានគ្រឹះស្ថាននានានឹងរៀបចំឡើងវិញក្រោយពីមានបទឈប់បាញ់ឬក៏អស់រយៈពេលវែងបន្តិចអ៊ីរ៉ង់អាចធ្វើបានមួយទៀតរឿងដែលលំបាកជាងគេដែលថាអ៊ីស្រាអែលអាចអស់សង្គ្រាមនេះរយៈពេលវែងគឺពាក់ព័ន្ធទៅនឹងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់មួយកន្លែងទៀតនៅទីក្រុង Fordo នៅភាគខាងជើងរបស់ទីក្រុងតេហេរ៉ង់នៅភាគខាងជើងអ៊ីស្រាអែលអ៊ីរ៉ង់ហ្នឹងគឺទីតាំងនោះឯងបានកសាងឡើងក្រោមភ្នំដូច្នេះការវាយប្រហាររបស់អ៊ីស្រាអែលមករយៈកាលចុងក្រោយនេះវាយឡើងឆ្អែតឆ្អន់ហើយប៉ុន្តែរុលមិនចូលដល់ទេពីនៅក្រោមភ្នំជ្រៅពេកអញ្ចឹងគេបានមើលឃើញថាមានតែសហរដ្ឋអាមេរិកទេដែលអាចប្រើប្រាស់គ្រាប់បែកខួងទម្លុះចូលទៅកំទេចទីតាំងនោះបាននៅពេលដែលសហរដ្ឋអាមេរិកដកខ្លួនមិនចូលរួមក្នុងបញ្ហានេះដោយសារតែមានការប្រឆាំងជំទាស់ច្រើនពេកអញ្ចឹងហើយអ៊ីស្រាអែលអាចនៅត្រូវការរយៈពេលវែងហើយបើសិនជាអ៊ីស្រាអែលមិនអាចកំទេចទីតាំងនោះបានទេមានន័យថាកម្មវិធីនុយក្លេអ៊ែរឬថាទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់នឹងចាប់ផ្ដើមឡើងវិញបើទោះបីជាពេលនេះអ៊ីស្រាអែលរុញឲ្យមានការបះបោរក្នុងប្រទេសដើម្បីផ្លាស់ប្ដូររបបក៏ទំនងយកពិបាកបន្តដំណើរទៅមុខបានដែរអញ្ចឹងហើយបានជាគេមើលឃើញថាសង្គ្រាមនេះវាអាចអូសបន្លាយពេលវេលាអ៊ីស្រាអែលត្រូវការគ្រប់គ្រងផ្នែកសម្ភារៈផ្នែកភស្តុភារនឹងច្រើនថែមទៀតពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិកដើម្បីសម្រេចគោលដៅម្យ៉ាងទៀតលោក Donald Trump ពីម្សិលមិញក៏បង្ហើបដែរថាលោកពិចារណាមើលចង់ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរនៅ Fordo នឹងដើម្បីបញ្ចប់ការវាយប្រយុទ្ធគ្នារវាងអ៊ីរ៉ង់និងប្រទេសអ៊ីស្រាអែលដូច្នេះក្នុងរវាងពេល2សប្តាហ៍ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថាគ្រោងទុកនោះក៏ទំនងជាមិនអាចបញ្ចប់សង្គ្រាមអ៊ីរ៉ង់អ៊ីស្រាអែលនេះបានដែរបាទមួយទៀតអ្វីដែលជាការបង្ហើបឲ្យដឹងពី Reuters ដែរថ្មីនេះថាអ៊ីរ៉ង់អាចនឹងប្រឹងប្រែងនៅក្នុងការជំរុញឲ្យបណ្ដាប្រទេសសម្របសម្រួលដែលមានអូម៉ង់មានកាតាជាដើមនិយាយជាមួយអាមេរិកដើម្បីឲ្យដាក់សម្ពាធលើអ៊ីស្រាអែលជាថ្នូរជាមួយនឹងខ្លួនអាចនឹងមានការផ្លាស់ប្ដូរជំហរណាមួយទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលកំពុងតែចរចាជាមួយនឹងសហរដ្ឋអាមេរិកថាតើរឿងនេះវានឹងបែបនេះមែនឬក៏យ៉ាងណាដែរលោកសេរីមអ៊ីរ៉ង់អាចនឹងមានការផ្លាស់ប្ដូរជំហររបស់ខ្លួននៅក្នុងការចរចានុយក្លេអ៊ែរជាមួយនឹងអាមេរិកដោយសារតែមានការវាយប្រហារនេះមែនឬក៏យ៉ាងណា
បាទតាមពិតទៅជំហរអ៊ីរ៉ង់ហ្នឹងបើទុកជាផ្លាស់ប្ដូរក៏ជំហរដើមរបស់ប្រទេសអ៊ីរ៉ង់មិនផ្លាស់ប្ដូរដែរមិនផ្លាស់ប្ដូរនៅត្រង់ថាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នេះត្រូវអ៊ីរ៉ង់បដិញ្ញាចិត្តហើយថាខ្លួននឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេហើយកម្មវិធីនុយក្លេអ៊ែរនិងបច្ចេកវិទ្យាមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់នេះបើតាមការលើកឡើងរបស់លោកអាយៈតូឡាអាលីខាមីនេជាមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់គឺស្ងើចសរសើរខ្លាំងណាស់ចំពោះភាពជឿនលឿនខាងបច្ចេកវិទ្យាមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់របស់ក្រមអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់លោកអាយៈតូឡាអាលីខាមីនេថែមទាំងស្ងើចសរសើរនិងផ្ដល់មោទនភាពទៅទៀតថាប្រសិនបើអ៊ីរ៉ង់មិនមានបច្ចេកវិទ្យាមីស៊ីលខ្ពស់ទេនោះខ្លួនក៏មិនអាចទប់ទល់ជាមួយនឹងការវាយប្រហារម្ដងម្កាលពីសំណាក់ភាគីអ៊ីស្រាអែលបានដែរអញ្ចឹងការផ្លាស់ប្ដូរជំហរនោះនៅត្រង់ថាបើផ្លាស់ប្ដូរជំហរទទួលយកខ្លះអំពីលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកដែលចង់បានពីខាងភាគីអ៊ីរ៉ង់ដូចជាការកាត់បន្ថយជួយជ្រោមជ្រែងទៅដល់ក្រមសកម្មប្រយុទ្ធដែលគ្រប់គ្រងដោយអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ាឬក៏លក្ខខណ្ឌអ្វីផ្សេងទៀតនោះអាចប៉ុន្តែនៅត្រង់ថាអ៊ីរ៉ង់ផ្លាស់ប្ដូរជំហររបស់ខ្លួនឈប់ឬក៏បិទចោលនៅកម្មវិធីនុយក្លេអ៊ែរទាំងស្រុងនោះគឺมันអាចទៅរួចទេដោយសារតែនេះជាគោលដៅរបស់ប្រទេសអ៊ីរ៉ង់ដែរហើយនៅពេលបច្ចុប្បន្ននេះទាំងភាគីសម្ព័ន្ធមិត្តខាងអ៊ីរ៉ង់ដូចជារុស្ស៊ីចិនប៉ាគីស្ថានជាដើមនោះក៏បង្ហាញពីជំហររបស់ខ្លួនដែរថាប្រទេសទាំងនោះគ្រប់គ្រងប្រទេសអ៊ីរ៉ង់ឲ្យមាននុយក្លេអ៊ែរប៉ុន្តែចិនរុស្ស៊ីប៉ាគីស្ថានគ្រាន់តែនិយាយថាអ៊ីរ៉ង់មានសិទ្ធិក្នុងការមាននុយក្លេអ៊ែរនៅក្នុងដៃដូចជាប្រទេសដទៃទៀតដែរអញ្ចឹងមានន័យថាប្រទេសជាសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់គ្រប់គ្រងអ៊ីរ៉ង់ឲ្យមានអាវុធនុយក្លេអ៊ែរក្នុងដៃខណៈដែលប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិករួមទាំងអ៊ីស្រាអែលផងនោះបានបដិញ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់រាល់យុទ្ធសាស្ត្រទាំងអស់មិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរក្នុងដៃទេសូម្បីតែការពីថ្ងៃសុក្រចុងសប្តាហ៍មុននេះដែលអ៊ីស្រាអែលបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់នោះក៏អ៊ីស្រាអែលបានលើកឡើងថាជាការវាយប្រហារមុនពីព្រោះមិនប៉ុន្មានខែទៀតទេអ៊ីរ៉ង់នឹងមានគ្រាប់បែកនុយក្លេអ៊ែរហើយដូច្នេះការវាយប្រហាររបស់អ៊ីស្រាអែលនេះគឺដើម្បីទប់ដំណើរដើម្បីបំផ្លាញចេតនារបស់អ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរក្នុងដៃទេហើយសង្គ្រាមដែលផ្ទុះឡើងនេះហើយដែលថាអ៊ីស្រាអែលទៅវាយគេមុននោះក៏គោលបំណងអ៊ីស្រាអែលក្នុងការទប់ទល់រារាំងមិនឲ្យអ៊ីរ៉ង់សម្រេចបាននៅមហិច្ឆតាផលិតអាវុធមហាបលាយដែរដូច្នេះនិយាយជារួមទោះបីជាអ៊ីរ៉ង់ផ្លាស់ប្ដូរជំហរឬក៏ស្របលើចំណុចខ្លះក្នុងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនៅពេលខាងមុខនោះក៏អ៊ីរ៉ង់ទំនងជាមិនអាចបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានដែរបាទយើងនឹងតាមដានមើលបន្តទៀតខណៈដែលនៅពេលនេះសម្រាប់សហរដ្ឋអាមេរិកមានជំនឿថាអ៊ីរ៉ង់អាចនឹងឈានទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួនដែរហើយនៅក្នុងនោះក៏មានការដាក់សម្ពាធជាបន្តបន្ទាប់ហើយពីសំណាក់អ៊ីស្រាអែលវិញមិនបានច្រានចោលចំពោះផែនការនៃការសម្លាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ទេថាតើរឿងនេះវានឹងដំណើរការទៅតាមការពំមានបែបនេះឬក៏យ៉ាងណាមានអ្វីថ្មីនឹងជម្រាបជូនដល់ទស្សនិកជននៅពេលក្រោយទៀតអរគុណលោករីណានិងលោកស្រីអរគុណដឹកនាំក្រុមប្រទេស G7 ក៏ដូចជាក្រុមប្រទេសតំណាងមួយចំនួនទៀតដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ G7 នៅកាណាដានេះបានជំរុញដល់លោក Donald Trump ប្រធានាធិបតីអាមេរិកឲ្យបន្ធូរបន្ថយនៅបញ្ហាសង្គ្រាមពន្ធដែលកំពុងបង្កហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ចសកលលោកនៅក្នុងនោះប្រទេសភាគច្រើនដែលបានតំណាងនៅជំនួប G7 គឺជាកម្មវត្ថុនៃការដំឡើងពន្ធ 10% របស់លោកត្រាំជាមួយនឹងការគម្រាមកំហែងបន្ថែមទៀតដែលនឹងអាចកើតឡើងផងដែរបណ្ដាប្រទេសនៅអឺរ៉ុបនិងជប៉ុនគឺប្រឈមទៅនឹងការដំឡើងពន្ធបន្ថែមលើរថយន្តដែកថេបនិងអាលុយមីញ៉ុមក្រុមសមាជិក G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក
អំឡុងកិច្ចប្រជុំជាមួយម្ចាស់ផ្ទះនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បាននិយាយថាពាណិជ្ជកម្មនឹងក្លាយជាការផ្ដោតសំខាន់នៃកិច្ចប្រជុំកំពូលដែលបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យនិងដំណើរការរហូតដល់ថ្ងៃអង្គារសប្តាហ៍នេះបញ្ហាពាណិជ្ជកម្មមានការចាប់អារម្មណ៍ជាពិសេសចំពោះប្រទេសកាណាដាបន្ទាប់ពីរដ្ឋបាលលោកត្រាំបានប្រកាសដំឡើងពន្ធបន្ថែមមួយចំនួនលើទំនិញកាណាដាក្នុងប៉ុន្មានខែថ្មីៗនេះស្របពេលមានការរំពឹងទុកតិចតួចជាថាកិច្ចប្រជុំកំពូលនឹងបញ្ចប់ដោយការទម្លាយភាពទាល់ច្រកនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតរបស់ពិភពលោកមន្ត្រីតំណាងពាណិជ្ជកម្មអាមេរិកលោក Jasmine Songria បានចូលរួមជាផ្នែកមួយនៃគណៈប្រតិភូរបស់លោកត្រាំប្រទេសរាប់សិបត្រូវបានជាប់គាំងនៅក្នុងការចរចាជាមួយរដ្ឋបាលលោកត្រាំដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនមុនពេលសហរដ្ឋអាមេរិកដំឡើងពន្ធទៅវិញទៅមកឬពន្ធបដិការដែលត្រូវបានគម្រាមកំហែងសម្រាប់ខែកក្កដាខាងមុខនេះ